បាទសួស្តីបាទថ្ងៃនេះក្រុមគ្រូខាងសាលាខ្ញុំបានសហការគ្នាមកកំសាន្តព្រៃបាទមកកំសាន្តព្រៃហើយនាំគ្នាគឹះដាំធ្នង់បាទនាំគ្នាបាទសុំដាំធ្នង់អ្នកក្បែរភូមិបាទដែលក្បែរព្រំចំការមានដាំធ្នង់សុំគេគិះយកមកដាំក្នុងសាលារៀនឥឡូវនេះយើងដាំរស់បានច្រើនដើមហើយគឺដាំធ្នង់បាទមានដាំធ្នង់មានដាំត្មិចព្រៃបាទលំអក្នុងទីធ្លាសាលាអនុវិទ្យាល័យតាវងឃុំបាទភូមិតាវងឃុំពន្លៃស្រុកឃុំស្រុកខេត្តបន្ទាយមានជ័យបាទយើងដាំបាននេះយើងយកមកដាំហើយគឺបាន20ដើមជាងបាទដាំធ្នង់បាទដាំសម្រាប់ធ្វើជាម្លប់សម្រាប់ឲ្យកូនសិស្សពេលមករៀនបានដាក់មានកន្លែងដាក់កង់កុំឲ្យក្តៅបាទនេះយើងដាំរួចដោយសារពេលកំពុងដាំវាភ្លៀងឥឡូវយើងទើបតែថតអត់បានថតសកម្មភាពដាំទេបាទបន្តិចទៀតនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលសកម្មភាពគឹះកូនឈើតើគេគឹះយ៉ាងម៉េចបាទនេះគឺគម្រោងរៀបចំសួនច្បារសាលារៀនអនុវិទ្យាល័យត្បូងបាទរៀបធ្វើជាអាងទឹកបាទដើមធ្នង់នេះដាំសេរីមុនបាទដាំ1ឆ្នាំជាងហើយគឺលួសត្រួយមកល្អមែនទែនបាទការកណ្ដឹងនេះកំពុងតែរីកយ៉ាងស្រស់បាទមេរលឹមសេចក្ដីហើយដល់ថ្ងៃទី4បាទបន្តិចទៀតនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅលេងព្រៃជាមួយនឹងខ្ញុំបាទយើងមកដល់ហើយដោយសារយើងអត់បានហូបឲ្យពេលព្រឹកអញ្ចឹងយើងដាក់ម្ហូបនៅកន្លែងគឹះកូនឈើបាទមានបុកមកអមមួយពីសាំងអូឆ្ងាញ់មែនទែនជាមួយនឹងត្រីអណ្ដែងអាំងបុកប្រហុកទៀតបាទបងប្អូនឃើញចង់ញ៉ាំទេបាទហូបជាមួយគ្នាធានាថាឆ្ងាញ់ចិត្តអូយឆ្ងាញ់មែនត្រីអាំងអត់បានហូបឲ្យពីព្រឹកទេដាក់ទៅគឺឆ្ងាញ់តម្លងបាទនេះគឺសិតតែលោកគ្រូដែលបង្រៀនបាទដែលធ្វើការនៅសាលាអនុវិទ្យាល័យត្បូងទាំងអស់គ្នាបានសហការគ្នាមួយថ្ងៃដើម្បីនាំគ្នាមកគឹះកូនធ្នង់បាទដើម្បីយកទៅដាំធ្វើជាម្លប់នៅសាលារៀនបាទយើងចាប់ផ្ដើមធ្វើការគឹះបណ្ដាហើយតំបន់នេះគឺមានកូនធ្នង់ដែលបោះតាមព្រំលបងហើយនឹងបាទប្រឡាយចាស់ដែលគេគម្រោងធ្វើជាប្រឡាយថ្មីតិចទៀតមកគេនឹងជីកិច្ចការអញ្ចឹងយើងទៅគឹះយកមកដាំឲ្យហើយកុំឲ្យដល់ពេលដែលគេធ្វើកិច្ចការអញ្ចឹងយើងអត់បានទេដែរយើងជំនាញទៅគឹះមកដាំឲ្យហើយបាទក្នុងមួយគុំមកក្នុងមួយដើមបាទយើងគោះគ្នាច្រើនអញ្ចឹងវាលឿនបាទក្នុងមួយព្រឹកយើងគោះបាន20ដើមជាង
បាទនេះគឺចំការអ្នកស្រុកទេអញ្ចឹងយើងបានសុំម្ចាស់ចំការហើយសុំកូនឈើនេះគេអនុញ្ញាតឲ្យយើង សពថ្ងៃកូនឈើប្រភេទនេះគឺដាំក្នុងមានការពេញនិយមការដាំមកគេនិយមដាំណាគឺមានដាក់លក់តាមកន្លែងដែលលក់កូនឈើគឺដាក់លក់មួយដើមតែគឺសមតែចាប់ពី$50 $100តាមតូចតាមធំចឹងយើងមកគ្រឿងយើងថតទុកជាអនុស្សាវរីយ៍ សួស្តីមកនេះគឺជារូបខ្ញុំបាទខ្ញុំបាទធ្វើការថតខ្លួនឯងហើយនឹងថតគ្រប់ដែលកំពុងតែមានសកម្មភាពក្នុងការគេគុណក្នុង ហើយយើងលើកដើមឈើដាក់លើគយន្តម្ដងដែរបាទយើងយកគយន្តទៅពីអ្នកគ្នាយើងទាំងអស់8នាក់យើងនឹងធ្វើបានចូលទៅដល់ដែរមកវិញយើងគ្រប់បានជាមក
អរគុណសម្រាប់ការទស្សនាបាយបាយ